តែចែនៅក្បែរបងធីតាច្រើនជាងខ្ញុំអញ្ចឹងឯងបាទខ្ញុំនេះមិនសួរចែហ្នឹងណាអូយអូនឯងសួរចែចែក៏មិនដឹងរឿងអីសោះឡើយណែអូនឯងដឹងរឿងច្រើនពេកយ៉ាត់គេងលក់គេងមិនលក់នេះចែចង់មានន័យថាម៉េចខ្ញុំអត់យល់ពីន័យចែសោះនេះអូយបាយលើហ្នឹងគេងលក់ហ្នឹងគឺមានន័យថាអូនឯងនេះចង់ដឹងរឿងគេច្រើនណាវាមិនល្អទេព្រោះថាដឹងរឿងអ្នកដទៃច្រើនណាធ្វើឲ្យយើងនេះឈឺក្បាលវិលមុខស្មុគស្មាញគិតច្រើនអត់ប្រយោជន៍ថ្ងៃនេះលោកទំនេរណាហៅខ្ញុំមកញ៉ាំអីទៀតធីតាក៏ដឹងដែរតែថាខ្ញុំមិនសូវមានពេលទំនេរច្រើននោះទេហើយខ្ញុំហៅធីតាមកនេះគឺខ្ញុំចង់និយាយពីរឿងការងារហ្នឹងណាបើសិនជានិយាយរឿងការងារអាចនិយាយគ្នាតាមទូរស័ព្ទបានតែចាំបាច់ចំណាយពេលអត់ប្រយោជន៍មកនឹងទៅណែមិនក៏និយាយអញ្ចឹងឥឡូវកំងឲ្យញ៉ាំសិនទៅចង់កំងអីគេអត់អីទេខ្ញុំបានញ៉ាំអីឆ្អែតហើយមានការអីទីឆាន់និយាយមកគឺខ្ញុំចង់និយាយពីរឿងការងារថតស្ពតរបស់យើងហ្នឹងណាពេលនេះយើងថតស្ពតបានជោគជ័យហើយខ្ញុំសង្ឃឹមថាពេលដែលស្ពតចេញទៅធីតាគាត់ជាល្បីជាមិនខានទេលោកសង្ឃឹមមកថ្នាក់ហ្នឹងផងបាទពិតមែនហើយឬមួយក៏ធីតាគ្មានជំនឿចិត្តទេតាំងពីដើមមកខ្ញុំđãសង្ឃឹមរឿងអីមួយដែលវាមិនតន់ខ្លាចជាការពិតនាំតែខូចចិត្តធីតាបើសមនិយាយលេងមែនណានិយាយអញ្ចឹងខ្ញុំអាចសួរអ្វីម្យ៉ាងបានទេសួររឿងអីសួរមកគឺធីតាអាចប្រាប់ខ្ញុំបានហើយឥឡូវថាពេលដែលធីតាបាត់ខ្លួនទៅ2យប់2ថ្ងៃនេះតើធីតាទៅណាលោកបាត់ចង់ដឹងមែនអូការពិតគឺអញ្ចឹងទេមានគេទូរស័ព្ទប្រាប់ខ្ញុំថាណែគឺខ្ញុំយ៉ាងម៉េចអូបើខ្ញុំនិយាយទៅធីតាកំខឹងអីណាឆាន់និយាយមកមានគេទូរស័ព្ទប្រាប់ខ្ញុំថាធីតាបាត់ខ្លួនទៅនោះគឺទៅជាមួយអ្នកណាទៅជាមួយមនុស្សប្រុសទៅជាមួយប្រុសការពិតទៅខ្ញុំក៏មិនជឿដែរត្រូវហើយខ្ញុំទៅជាមួយប្រុសពីណាគេជាអ្នកប្រាប់លោកណែរតនាមែនទេតែយ៉ាងណាខ្ញុំសូមចាត់ធីតាសូមធីតាកុំទៅនិយាយរឿងនេះជាមួយអ្នកស្រីរតនាអីណាបើខ្ញុំទៅជាមួយប្រុសមែនវាយ៉ាងម៉េចណែមិញសន្យាហើយណាថាមិនខឹងទេខ្ញុំមិនបានខឹងលោកទេខ្ញុំជាមនុស្សមិនស្អាតស្អំលោកក៏ឈប់តាក់ទងជាមួយខ្ញុំទៀតហើយខ្ញុំទៅហើយធីតាឈប់សិនធីតាខឹងនឹងខ្ញុំមែនទេខ្ញុំអត់បានខឹងលោកទេប៉ុន្តែខ្ញុំខឹងខ្លួនឯងព្រោះខ្ញុំមិនស្អាតស្អំបើសិនតែខ្ញុំនិយាយទៅមិញនេះធ្វើឲ្យធីតាមិនសប្បាយចិត្តធីតាកុំខឹងនឹងខ្ញុំអីណាអភ័យទោសខ្ញុំផងបានខ្ញុំទៅធីតាហេតុអីក៏ខ្ញុំធ្វើឲ្យធីតាខឹងយ៉ាងនេះតើការពិតធីតាទៅជាមួយមនុស្សប្រុសឬយ៉ាងណាក៏មិនទាន់ដឹងដែរអើយធីតាហេតុអីក៏ធ្វើឲ្យខ្ញុំអស់សង្ឃឹមយ៉ាងនេះអូននៅនេះមានវិយាទេមានតែបងមានបើចឹងយកវិយាមកណាចាំបងជិះអរគុណមកវិញហើយចាហើយកូនមិនស្រួលខ្លួនមែនទេហ្នឹងអត់អីទេម៉ាក់
អត់អីយ៉ាងម៉េចម៉ាក់មើលទៅមុខកូនដូចជាស្លេកស្លាំងច្បាស់ជាមិនស្រួលខ្លួនទេនេះ ម៉ាក់ក៏ដឹងហើយតើថាការពីម្សិលមិញនេះខ្ញុំចូលពេទ្យហ៎ អញ្ចឹងកូនមិនតាន់បានស្រួលខ្លួនមែនទេទៅសម្រាប់ចុះបើមិនកើតទេម៉ាក់ជូនកូនទៅពេទ្យ អត់អីទេម៉ាក់មិនបាច់ទេមកខ្ញុំជួយម៉ាក់មក មិនបាច់ទេកូនទៅសម្រាប់ចុះកូនមិនតាន់ស្រួលខ្លួនទេ អត់អីទេ ម៉ាក់ខ្លួនឯងបានហើយ អត់អីទេខ្ញុំអត់អីទេ អញ្ចឹងម៉ាក់ទៅយកប្រេងខ្យល់មកនិយាយកូនណា ចា មានន័យថាធីតានេះបន្លាចបាក់ស្បាតតែម្ដងទៅ ចាយើងអត់អាចធ្វើអញ្ចឹងបានទេណា គេផឹកច្រើនណាស់មិនដឹងថាមានបញ្ហាអីទេមកកូនជួយគ្រាឡើងទៅលើ ចា